ធីខេត្តបន្ទាយមានជ័យសូមចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទនិងពុកម៉ែបងប្អូនទាំងឡាយផងនេះគឺជាសកម្មភាពឬក៏ទិដ្ឋភាពដែលកំពុងតែស្ថិតនៅក្នុងស្រុកភ្នំស្រុកនៃខេត្តបន្ទាយមានជ័យហើយនៅក្នុងអនុវិទ្យាល័យភ្នំសុរៈកំពុងតែគោរពកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរហៅថាសង្ក្រាន្តដែលមានការដឹកនាំដោយលោកគ្រូចៅអធិការក្នុងវត្តហៅថាវត្តសទ្ធារាមឬក៏ហៅថាវត្តកណ្ដាលដែលព្រះនាមលោកគ្រូចៅអធិការឈ្មោះថាសុធាហើយនឹងលោកគ្រូហលបានដឹកនាំកម្មវិធីនេះយ៉ាងអូឡារឹកនៅក្នុងអនុវិទ្យាល័យនៃស្រុកភ្នំស្រុកដោយយ៉ាងគគ្រឹកគគ្រេងហើយលោកគ្រូអ្នកគ្រូក៏បានចូលរួមនឹងការរំលឹកគុណគ្រូនិងការធ្វើរំលឹកគុណគ្រូដឹកនាំដោយលោកគ្រូចៅអធិការវត្តកណ្ដាលផងនេះអ្នកគ្រូលោកគ្រូកំពុងតែវិភាគសារកិច្ចការងារដល់យ៉ាងសម្បើមយ៉ាងល្អល្អះណាស់ពីកិច្ចការចូលរួមនៅក្នុងកម្មវិធីដ៏យ៉ាងមមាញឹកនេះគឺមានការស្មូតមានការទទួលចំពោះឯកឧត្តមជូបុតឬក៏ហៅថាអភិបាលស្រុកនៃគណៈអភិបាលស្រុកឬគណៈអភិបាលដែលបានមកចូលរួមនៅក្នុងនេះលោកបានអញ្ជើញមកមានទាំងសិស្សានុសិស្សកំពុងតែឈរតម្រង់ជួរទះដៃអបអរសាទរយ៉ាងគគ្រឹកគគ្រេងនៅម្ដុំនេះគឺជាទិដ្ឋភាពរូបគ្រូសុធាលោកកំពុងតែទស្សនាដែលជាគង់អធិបតីនៅកណ្ដាលគីនេះលោកញោមជូបុតដែលជាអ្នកអភិបាលស្រុកឬក៏ហៅថាគណៈអភិបាលស្រុកនៃខេត្តនៃស្រុកភ្នំស្រុកផងឬក៏ខេត្តបន្ទាយមានជ័យគាត់បានចូលរួមនៅក្នុងកម្មវិធីនេះដើម្បីអប់រំបណ្ដុលនូវឱវាទដល់សិស្សានុសិស្សដែលជាប្អូនដែលបានសិក្សាអនុវិទ្យាល័យឬក៏មហាវិទ្យាល័យនៅទីនេះដែរហើយមានទាំងការច្រៀងរួមរបាំយ៉ាងល្អមានទាំងរបាំក្រងោកថ្វាយផ្កាហើយទាំងរបាំអប្សរារបស់គេដំណែកដួនតារបស់ពពាកបុរសខ្មែរដែលបានបន្សល់ទុកនៅតាមជញ្ជាំងនៃសិលាចារឹកប្រាសាទអង្គរវត្តលោកគ្រូចៅអធិការសុធាលោកក៏បានគង់ជាអធិបតីនិងជាបើសិនតែពុកម៉ែបងប្អូនចង់បានវីដេអូនេះទស្សនាបន្តក៏សូមជួយចុច Subscribe និងបានវីដេអូបន្តទៀតនិងមានវីដេអូទស្សនាបន្តហើយក៏មានទាំងសិក្សានៅសិស្សមកចូលរួមយ៉ាងច្រើនគឺក្រែងនៃការបុណ្យសង្ក្រាន្តឆ្នាំថ្មីនៃប្រពៃណីខ្មែរផងមានទាំងការច្រៀងរបាំនេះគឺជាទិដ្ឋភាពនៃព្រះសង្ឃហើយលោកគ្រូអ្នកគ្រូក៏ព្រមទាំងអង្គញាឬក៏ជាមន្ត្រីនិងឯកឧត្តមចន្ទាវគ្រប់ឋានានុក្រមផងលោកគ្រូអ្នកគ្រូគាត់ក៏បានមកចូលរួមស្លៀកពាក់ឯកសណ្ឋានដោយយ៉ាងសមរម្យហើយក៏មកអង្គុយយ៉ាងត្រៀបត្រានៅចាំទីនេះដើម្បីគយគន់នៅរបាំក្រងោកឬក៏របាំគោះថ្លោកដែលគេច្រៀងរួមកម្សាន្តនៅទីនេះផងបើសិនតែការបរិយាយរបស់អាត្មាភាពមានការខុសឆ្គងយ៉ាងណាក្តីសូមធ្វើការខន្តីអភ័យទោសដល់អាត្មាភាពផងដែលជាអ្នកផលិតវីដេអូឬក៏មានតែការនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនានៃការរៀបចំនេះគឺជាទិដ្ឋភាពនៃព្រះសង្ឃដោយយ៉ាងច្រើនកកឬក៏ហៅថារបាំបាយផ្កាលោកគ្រូអ្នកគ្រូដែលរួមហាក់បីដូចជាចូលរួមនៃការលើកនឹងដៃសិស្សបានធ្វើរំលឹកដូចជាកែណនៅតែគេឆ្លាក់ជាឡៃនៅជាស្រុកយើងនៃប្រាសាទអង្គរវត្តឬក៏ហៅថាអង្គរតូចមួយទៀតហៅថាអង្គរធំដែលនៅក្បែរគ្នានឹងអង្គរតូចមិនឆ្ងាយពីគ្នាប៉ុន្មានទេនេះគេហៅថារបាំគ្រុឌឬក៏ជារបាំត្រឡោកដែលមានសិស្សានុសិស្សក៏បានច្រៀងក៏បានរួមកំសាន្តយ៉ាងស្របាយនៅទៅតាមនៃប្រពៃណីដូនតាខ្មែរទៅតាមប្រពៃណីនៃដូនតាខ្មែរយើងហើយក៏មានទាំងកាមេរ៉ាមែនកំពុងតែចាប់នៅទិដ្ឋភាពនេះដ៏ល្អឯកទៅតាមអ្វីដែលចង់បាន
ហើយក៏ព្រមទាំងសាសានៅសិស្សជាច្រើនកំពុងតែគួយគួនអង្គុយនៅតាមតុហើយក៏ទស្សនានៅរបាំនេះដើម្បីសប្បាយនៅភ្នែកនិងនេត្រាបាទពុកម៉ែបងប្អូនពេញចិត្តចង់បានវីដេអូបែបនេះបន្តក៏សូមជួយ Subscribe និងបានវីដេអូបន្តទៀតគឺមានទាំងការរបាំរួមកាន់កន្សែងនេះគេហៅថារបាំរួមបង្វិលជុំឬក៏ជារបាប់មួយដែលមានរួមបែបជាលក្ខណៈជាក្រុមហើយលក្ខណៈលើកដៃបែបនៃការបកាច័ន្ទឬក៏បការំយួលជាដើមមានទាំងប្រុសមានទាំងស្រីបានចូលរួមដូចជារូបអប្សរាអញ្ចឹងថ្ងៃនេះសាសានសាសទាំងឡាយនៅវិទ្យាល័យក្នុងស្រុកសូមចម្រើនពរដល់ញាតិញោមនិងជម្រាបលាដល់ពុកម៉ែបងប្អូនទាំងឡាយផង